អាហ្វហ្គានីស្ថានប្រកាសសងសឹកប៉ាគីស្ថានចំពោះការវាយប្រហារអាកាសឯឥណ្ឌាក៏ចេញមុខថ្កោលទោសដែរស្របពេលដែលស្ថានភាពភូមិសាស្ត្រនយោបាយជាសកលកំពុងក្តៅពុះនិងស្ថិតក្នុងភាពផុយស្រួយនោះងាកទៅជ្រុងម្ខាងទៀតនៃពិភពលោកគឺតំបន់អាស៊ីខាងត្បូងក៏កំពុងមិនស្រួលដែរដោយប្រទេសប៉ាគីស្ថានបានបើកការវាយប្រហារអាកាសលើអាហ្វហ្គានីស្ថានខណៈឥណ្ឌាក៏ចេញមុខថ្កោលទោសទីក្រុងអ៊ីស្លាមាបាតដែរជុំវិញទង្វើបញ្ឆេះភាពតានតឹងនេះតាមការចេញផ្សាយរបស់ RT នៅថ្ងៃច័ន្ទទី23ខែកុម្ភៈឆ្នាំ2026ប៉ាគីស្ថានបានបើកការវាយប្រហារអាកាសនៅខេត្តណាកាហាលនិងខេត្តបាតិកាភាគខាងត្បូងប្រទេសអាហ្វហ្គានីស្ថានកាលពីរាត្រីថ្ងៃសៅរ៍សម្រាប់មនុស្ស18នាក់យ៉ាងណាទីក្រុងអ៊ីស្លាមាបាតបាននិយាយការពីខ្លួនថានោះគឺជាប្រតិបត្តិការសងសឹកយ៉ាងសមស្របចំពោះការបំផ្ទុះគ្រាប់បែកអត្តឃាតកាលពីដើមខែនេះក្នុងទឹកដីរបស់ខ្លួនផ្ដាច់ជីវិតមនុស្ស31នាក់និង170នាក់រងរបួសហើយក្រុមរដ្ឋអ៊ីស្លាមខេត្តខូរ៉ាសានចេញមុខទទួលខុសត្រូវទោះបែបនេះអាហ្វហ្គានីស្ថានបានប្រកាសមិនលើកលែងឡើយដោយបដិញ្ញាសងសឹកគណៈក្រសួងការពារជាតិនៅទីក្រុងកាប៊ូលដោយចេញសេចក្តីថ្លែងការណ៍ថាការវាយប្រហារនេះគឺជាការរំលោភលើច្បាប់អន្តរជាតិនិងគោលការណ៍ជាអ្នកជិតខាងល្អនៅក្នុងសេចក្តីថ្លែងការណ៍នោះក្រសួងបញ្ជាក់ថាយើងចាត់ទុកយោធាអាហ្វហ្គានីស្ថានថាជាអ្នកទទួលខុសត្រូវចំពោះការកំណត់គោលដៅលើជនស៊ីវិលនិងទីតាំងសាសនាហើយយើងនឹងឆ្លើយតបនឹងការវាយប្រហារទាំងនេះនៅពេលវេលាសមស្របណាមួយជាមួយនឹងវិធានការឆ្លើយតបដែលគិតគូរច្បាស់លាស់និងសមហេតុផលបំផុតមិនត្រឹមតែប៉ុណ្ណោះសូម្បីតែឥណ្ឌាក៏លោកដែរដោយថ្កោលទោសប៉ាគីស្ថានចំថែមទាំងបង្ហាញជំហរគាំទ្រអាហ្វហ្គានីស្ថានពេញទំហឹងថែមទៀតផងអ្នកនាំពាក្យក្រសួងការពារជាតិឥណ្ឌាហ្វាឌៀជ័យហ្វាបាននិយាយកាលពីថ្ងៃអាទិត្យថាឥណ្ឌាសូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើវាយប្រហារតាមអាកាសរបស់ប៉ាគីស្ថានលើទឹកដីអាហ្វហ្គានីស្ថានដែលបណ្ដាលឲ្យជនស៊ីវិលរងគ្រោះរួមទាំងស្ត្រីនិងកុមារផងដែរក្នុងអំឡុងខែសក្ការៈបូជារ៉ាម៉ាដនប៉ាគីស្ថានខំធ្វើរឿងនេះដើម្បីបិទបាំងភាពបរាជ័យផ្ទៃក្នុងរបស់ខ្លួនហើយទម្លាក់កំហុសទៅអ្នកនៅខាងក្រៅពួកក៏សង្កត់ថាភាពតានតឹងរវាងប៉ាគីស្ថាននិងអាហ្វហ្គានីស្ថានបានឡើងកម្ដៅខ្លាំងកាលពីចុងខែតុលាឆ្នាំមុនដោយភាគីទាំងពីរបានចោទប្រកាន់គ្នាថាបានបង្កហិង្សាមុនក្រោយមកកិច្ចព្រមព្រៀងបោះឈប់បាញ់ក្រោមការសម្របសម្រួលរបស់ប្រទេសកាតាបានលើកចេញជារូបរាងឡើងបន្ទាប់ពីការប៉ះទង្គិចគ្នាយ៉ាងសាហាវនៅតាមបណ្ដោយព្រំដែនអស់រយៈពេលជាច្រើនថ្ងៃដែលបានសម្លាប់ទាហាននិងជនស៊ីវិលរាប់សិបនាក់